សួស្តីអ្នកទាំងអស់គ្នានេះជាសកម្មភាពខ្លះៗដែលខ្ញុំធ្វើដំណើរពីផ្ទះយាយរបស់ខ្ញុំទៅផ្ទះខ្ញុំមុនហ្នឹងខ្ញុំបានមកលេងផ្ទះយាយរបស់ខ្ញុំអញ្ចឹងដល់ពេលខ្ញុំក៏ត្រឡប់ទៅផ្ទះវិញអញ្ចឹងបងប្អូនមើលទេសភាពនៅស្រុកស្រែរ៉ែបានមកលើបានព្រោះខ្ញុំរ៉ែដល់10លើក10ទេសភាពខ្សែពិតជាស្អាតហើយខ្យល់បក់ធម្មជាតិមកមានអារម្មណ៍ថាស្រួលខ្លួនគួរចង់រស់នៅឥឡូវតែនិយាយឥឡូវដល់ផ្លូវបត់ចូលផ្ទះខ្ញុំហើយផ្លូវចូលផ្ទះខ្ញុំមើលគឺភ្លឺស្រែតែធ្វើជាផ្លូវអញ្ចឹងដោយសារតែផ្លូវផ្ទះខ្ញុំហ្នឹងគឺនៅក្រោយគេគឺនៅរៀងឆ្ងាយដែរដាច់ទៅឡៃពីគេអញ្ចឹងអត់នៅជុំនៅជាប់ផ្លូវដូចគេទេនៅឆ្ងាយពីគេអញ្ចឹងស្ងប់ស្ងាត់ល្អម្យ៉ាងដែរហើយចំមន់ចំទាអីវិញកើតបានផលអីចឹងហើយម៉ែខ្ញុំចំទាអីមកកន្លងមន់អីវិញច្រើនចំគង់អត់បាត់អត់អីទេនៅភូមិខ្ញុំហ្នឹងមិនថាថ្ងៃឬព្រឹកទេគឺអ៊ូអរមែនតើស្បោមកនៅដើរទៅវិញទៅមកហើយនៅតាមផ្ទះអីចឹងគេចាក់បាក់ចាក់អីអញ្ចឹងអត់សូវស្ងាត់ទេរួមអត់ស្ងាត់ហ្មងនៅភូមិខ្ញុំផុតពីផ្ទះមួយគេចាក់បាក់ចាក់អីជុំគ្នារំលែកកំសាន្តឥឡូវនេះទាំងអស់គ្នាឥឡូវដល់ផ្ទះខ្ញុំហើយនេះមីងខ្ញុំកំពុងតែអង្គុយនិយាយដើមគេហើយម្នាក់នោះគឺជាបងប្រុសរបស់ខ្ញុំវាកំពុងតែធ្វើម្ហូបអីចឹងចុងភៅប្រចាំគ្រួសារខ្ញុំវារងបងខ្ញុំតែធ្វើម្ហូបហើយអ្នកណាគាត់ទៅសើដែរឆ្ងាញ់ណាស់អ្នកដែលបានភ្លក់ហើយគឺជាប់ចិត្តហ្មងហើយណាគេក៏ចង់ឲ្យគាត់ធ្វើម្ហូបព្រោះគាត់ធ្វើម្ហូបឆ្ងាញ់នេះបងប្រុសរបស់ខ្ញុំវាបានមកលេងហើយវាក៏ជួយធ្វើម្ហូបធ្វើអីចឹងហើយនេះជាកូនពៅកំពូលឆ្កាហើយម្នាក់ហ្នឹងក៏ល្បីខាងបុកអំបិលឆ្ងាញ់អញ្ចឹងអ្នកណាដែលបានភ្លក់អំបិលដែលវាបុកហើយគឺថាជាប់ចិត្តហ្មងចង់ឲ្យវាបុកអំបិលទៀតហ្មងថាហូបអីក្តៅគឺតែងឲ្យវាបុកអំបិលហើយឥឡូវគេប្រើវាឲ្យទៅទេសស្រាហើយអ្នកទាំងអស់គ្នាហើយនេះបងប្រុសរបស់ខ្ញុំទៅធ្វើម្ហូបអត់ទាន់ហើយនោះទេហើយដល់ពេលហើយខ្ញុំដឹងអីមកថតក្មួយខ្ញុំកាយអ៊ីនកាមេរ៉ាមែនតែបើខ្ញុំចង់ឲ្យតែគេថតខ្ញុំទេអត់យ៉ាងណាហើយម៉ែខ្ញុំមីងខ្ញុំកំពុងអង្គុយនិយាយដើមគេហើយខ្ញុំមិនជួយធ្វើអីគេទេនៅតែកាន់កាមេរ៉ាថតលេងពួកឯងខ្ញុំចូលចិត្តថតពួកឯងខ្ញុំកំពុងតែជឿជាក់លើខ្លួនឯងពីក្នុងកាមេរ៉ាđâyបងប្អូនគ្នានេះជាកូនពៅដែលបុកអំបិលឆ្ងាញ់ជាងគេឥឡូវនេះហើយអ្នកណាក៏គេល្បីដែរថាវាបុកអំបិលឆ្ងាញ់ណាស់ហើយវាអត់មានថតទេគេក្នុងគ្រួសារហើយអ្នកនេះក៏អៀនដែរនេះអីវិញខ្ញុំឈប់ថតវាថតខ្លួនឯងដល់ឡើងថតវាទៀតហើយនឹងហើយអ្នកទាំងអស់គ្នាវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងរៀងតប៉ែទៅយាយបាយបាយជួបគ្នានៅពេលក្រោយទៀត再见明天见